មេម៉ាយដែលមានគុណភាពគឺជាមេម៉ាយមួយដែលមិនភ្លើតភ្លើនដែលមិនរំជើបរំជួលដែលមិនជ្រួលច្របល់ដែលមិនខ្វះកទៅលើមនុស្សប្រុសដតីព្រោះមកពីអីយើងត្រូវរក្សាអរិយាប័ត្រយើងឲ្យបានច្បាស់លាស់ស្គាល់ថាខ្លួនឯងគឺជាមេម៉ាយពិតប្រាកដគឺជាមេម៉ាយម្នាក់ដែលមានទំនួលខុសត្រូវគឺជាមេម៉ាយម្នាក់ដែលមានការងារធ្វើច្បាស់លាស់គឺជាមេម៉ាយម្នាក់ដែលគេឲ្យតម្លៃចឹងបើយើងចង់ខ្លាចទៅជាមេម៉ាយដែលមានគុណភាពមានតម្លៃចូលប្រាប់ខ្លួនឯងរក្សាខ្លួនឯងឲ្យបានល្អហើយត្រឹមត្រូវមនុស្សស្រីមួយចំនួនខ្លះដែលគាត់បានលេងលះប្តីថ្មីដែលគាត់ភ្លើតភ្លើនដែលគាត់គិតថាគាត់កំពុងតែសប្បាយនៅក្នុងពាក្យថាមេម៉ាយហ្នឹងណាគាត់មើលឃើញថាអូអញរស់នៅម្នាក់ឯងម្ដងទៀតហើយពេលដែលគាត់សប្បាយនឹងបង្ហាញខ្លួនឲ្យគេដឹងថាគាត់មេម៉ាយគាត់ពេញបេះដូងរបស់គាត់ឃើញមនុស្សប្រុសជាច្រើនឆាតតែមនុស្សប្រុសដែលឆាតមកដែលញ៉ែដែលជួបគាត់ចង់ឃើញគាត់ចង់សាក់លបងគាត់នឹងមកពីអីមកពីយើងមិនទាន់មានភាពច្បាស់លាស់នៅក្នុងការគ្រប់គ្រងពាក្យថាខ្លួនឯងគឺជាមេម៉ាយឲ្យបានពិតប្រាកដមនុស្សស្រីដែលកាលណាដែលយើងរំជើបរំជួលដែលយើងឃើញមនុស្សប្រុសគេញ៉ែយើងគេឆាតមកយើងគេចង់ជួបយើងចូលប្រាប់ខ្លួនឯងវិញថាកុំតន់បង្ហាញអត្តចរិតបែបហ្នឹងទៅកាន់អ្នកណាទៅកាន់មនុស្សប្រុសណាទាំងអស់ពីព្រោះយើងទៅតែទទួលបានការបរាជ័យដែលយើងឈរនៅក្នុងផ្លូវមួយមេម៉ាយបាត់ទៅហើយអញ្ចឹងមុននឹងយើងយកអ្នកណាមុននឹងយើងជួបអ្នកណាមុននឹងយើងសម្រេចចិត្តថាយកឲ្យស្រឡាញ់អ្នកណាមនុស្សប្រុសណាចូលយើងប្រាប់ខ្លួនឯងឲ្យបានច្បាស់សិនថាខ្លួនយើងកំពុងតែរងខ្លួនយើងកំពុងតែមានឈ្មោះខ្លួនយើងកំពុងតែស្ថិតនៅមេម៉ាយពាក្យថាមេម៉ាយក៏មកចំណាយមាត់ញាតបើមិនចង់ឲ្យញាតគេថាទេចូលខ្លួនឯងនឹងត្រូវរក្សាពាក្យថាមេម៉ាយឲ្យមានគុណភាពឲ្យមានតម្លៃចាបើខ្ញុំជាមេម៉ាយគឺខ្ញុំមិនអាចឲ្យមនុស្សប្រុសគ្រប់គ្នាមកសាកល្បងនិងមកប៉ះពាល់ខ្លួនប្រាណក៏ដូចជាចូលមកក្នុងជីវិតរបស់ខ្ញុំដែលជាការលេងសើចរបស់មនុស្សប្រុសមួយចំនួនដែលគាត់ចង់ស្គាល់ចង់តេស្តមនុស្សស្រីមេម៉ាយចឹងបើចង់ឲ្យខ្លួនឯងគឺជាមេម៉ាយមានតម្លៃរក្សាខ្លួនឯងឲ្យបានត្រឹមត្រូវទាំងការនិយាយស្ដីទាំងការដើរទាំងការធ្វើខ្លួនជាពិសេសគឺត្រូវតែមានទំនួលខុសត្រូវឲ្យបានច្បាស់លាស់ចំពោះកូនរបស់យើងកូនរបស់យើងគឺជាសញ្ញាមួយដែលបង្ហាញឲ្យបានច្បាស់ថាយើងត្រូវតែជាម្ដាយជាឪពុកជាគ្រូពេទ្យគឺយើងត្រូវតែរក្សាគាត់ឲ្យមានសុជីវធម៌យើងត្រូវតែគ្រប់គ្រងកូនរបស់យើងឲ្យមានផ្លូវដើរមួយដែលមានចំណេះវិជ្ជាយើងត្រូវតែរៀនគាត់បង្រៀនគាត់ឲ្យយល់ដឹងអំពីសុជីវធម៌ក្នុងសង្គមនិងអរិយាប័ត្រពាក្យថាជំរាបសួរនិងជំរាបលាខុសខ្ញុំសុំទោសគេឲ្យខ្ញុំត្រូវបង្រៀនកូនយើងចេះអរគុណនេះហើយដែលគេហៅថាមេម៉ាយដែលយើងស្រឡាញ់ច្បាស់លាស់គឺជាកូនរបស់យើងមិនមែនឈ្មោះថាមេម៉ាយធ្វើឲ្យខ្លួនយើងភ្លេចវង្វេងវង្វាន់ដោយសារមួយផ្លែធ្វើឲ្យយើងទាញខ្លួនយើងគិតថាខ្លួនយើងកំពុងតែអបអរសាទរមេម៉ាយម្ដងទៀតមិនមែនទេយើងត្រូវតែរក្សាខ្លួនយើងឲ្យកាន់តែមានវិន័យរក្សាកូនយើងឲ្យកាន់តែមានសិលធម៌រក្សាកូនយើងឲ្យកាន់តែដើរទៅនៅក្នុងគន្លងមួយដែលល្អបំផុតកុំភ្លើតភ្លើននឹងមនុស្សប្រុសញ៉ាយកុំភ្លើតភ្លើននឹងគេឆាតមកសួរមិនចង់ញ៉ាំបាយជាមួយគុំឲ្យសោះពីព្រោះមកពីអីកាលណាយើងភ្លើតភ្លើនយើងភ្លេចថាខ្លួនឯងនឹងកំពុងតែប្រឈមរឿងនឹងម្ដងទៀតអញ្ចឹងយើងត្រូវតែរក្សាឈ្មោះយើងឲ្យមានគុណភាពពាក្យថាមេម៉ាយចាកុំឲ្យខ្លួនយើងមនុស្សប្រុសណាក៏ចូលបានអ្នកណាក៏ចូលបានអ្នកណាក៏ចូលបានអើបាននេះហើយភ្លេចកូនភ្លេចការមើលថែកូនភ្លេចពេលវេលាឲ្យកូនចាភ្លេចនៅក្នុងការដែលឲ្យតម្លៃខ្លួនឯងភ្លេចនៅអ្វីដែលរៀបចំផ្ទះសម្បែងសម្រាប់ជីវិតនឹងកូនរបស់យើងត្រូវតែរក្សាកូនយើងឲ្យបានល្អសិនយើងត្រូវតែធ្វើខ្លួនយើងឲ្យមានតម្លៃសិនយើងត្រូវតែមានគោលដៅសម្រាប់ខ្លួនយើងសិននោះហើយមនុស្សប្រុសគេចូលមកក្នុងជីវិតយើងគេឃើញយើងគេខ្លាចយើងណាស់ពេលដែលយើងជាមេម៉ាយមែនតែយើងមានគុណភាពហើយយើងច្បាស់លាស់យើងគ្រប់គ្រងកូនយើងដោយជាទំនួលខុសត្រូវក្នុងនាមមេម៉ាយដោយពិតប្រាកដនេះគឺជាអ្វីដែលមនុស្សប្រុសខ្លាចយើងបំផុតកុំខ្លាចអត់ប្តីកុំខ្លាចអត់មានគេញ៉ែកាលណាដែលយើងរៀបចំខ្លួនយើងឲ្យមានអរិយាប័ត្រល្អប្រកបដោយមនុស្សប្រុសណាក៏ចង់បានមនុស្សស្រីល្អដែរស្អាត